មកណាគេខ្លះមានកម្រងទៅដើរលេងនៅប្រទេសម៉ាឡេស៊ីហើយនិងសិង្ហបុរីក្រោយថ្ងៃចូលឆ្នាំខ្មែរយើងនេះហើយពេលទៅខ្លួនឯងខ្លាចចំណាយលុយអស់ច្រើនហើយអត់ដឹងថាទៅដើរលេងកន្លែងណាខ្លះទៀតត្រូវអត់លើអ្នកទាំងគ្នាសាក់មកវិនិយោគជាមួយអត់អម្ដងមកវិនិយោគតែម្ដងទៅដើរលេងបានពីប្រទេសហ្មងអញ្ចឹងមកមើលសិនថាយើងនឹងជួបអ្នកទាំងគ្នាទៅកន្លែងណាខ្លះរយៈពេល4ថ្ងៃ3យប់នេះកន្លែងទី1គឺយើងនឹងនាំអ្នកទាំងគ្នាទៅជិះនៅកថកខ្សែកាបនៅភ្នំហ្គេនធីងដែលមានកម្ពស់រហូតដល់1600ម៉ែត្រឯណោះដែលកម្ពស់នេះគឺប្រហាក់ប្រហែលទៅនឹងកម្ពស់ភ្នំបូកគោយើងដែរហ្នឹងហើយកន្លែងទី2គឺយើងមកលេងនៅហូបសំណាក់ម្លាយអិនដែលអ្នកទាំងគ្នាតែងស្គាល់ថាហូបសំណាក់ខ្លួនត្រីក្បាលតោពេលដែលមកដល់នេះកុំភ្លេចថតរូប trending ដែលគេកំពុងល្បីអ្នកទាំងគ្នាចូលមកដល់កន្លែងបន្ទាប់គឺជាអគារពាណិជ្ជកម្មភ្លោះដែលគេល្បីខ្លាំងនៅទីក្រុងកូឡាឡាំពួរបន្ទាប់មកយើងនឹងនាំអ្នកទាំងគ្នាទៅលេងនៅរោងភ្នំបន្ទូខែវដែលនៅមុខរូងភ្នំនេះគឺគេមានរូបបដិមាមាសដ៏ធំនិងជាកន្លែងស័ក្តិសិទ្ធិនៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីនោះគឺយើងនឹងទៅថតរូបលេងនៅកោះសេនតូសាដែលអ្នកទាំងគ្នាដឹងស្រាប់ហើយថានៅលើកោះនេះគឺយើងអាចថតរូបជាមួយនឹងទេសភាពស្អាតច្រើនខ្លាំងមែនទែនព្រោះយើងនឹងជូនបងប្អូនទាំងគ្នាទៅលេងនៅសួនផ្កា Garden by the Bay បើនិយាយពីពេលយប់នៅនេះអីគឺគេមានភ្លើង LED នៅតាមសួនផ្កាហើយមានមនុស្សមកអង្គុយឈៀលនៅនេះច្រើនខ្លាំងមែនទែនព្រោះយើងនឹងឈៀងជូនអ្នកទាំងគ្នាទៅមើលនៅរាជវាំងរបស់ប្រទេសម៉ាឡេស៊ីផងដែរ